អរិយជាច្រើនបានវាយប្រហារពូជមនុស្សដោយសម្លាប់ពួកគេជាច្រើនព្រះទាំង4អង្គកំពុងការពារពួកគេឃើញថាពូជមនុស្សនឹងមិនអាចប្រយុទ្ធប្រឆាំងនឹងអរិយបានទៀតទេព្រះទាំង4អង្គបានសម្រេចចិត្តបូជាជីវិតរបស់ពួកគេដើម្បីការពារពូជមនុស្សទោះបីជាពួកគេនឹងបូជាជីវិតរបស់ពួកគេនៅថ្ងៃនេះក៏ដោយក៏ពួកអរិយក៏នឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរពួកគេនឹងចំណាយពេលយ៉ាងហោចណាស់100ឆ្នាំដើម្បីស្ដារឡើងវិញនៅពេលដែលពេលវេលានោះមកដល់នឹងមានទេវតាសួរច្រើនជាងអ្វីដែលពួកគេអាចផ្លាស់ប្ដូរជោគវាសនារបស់មនុស្សជាតិព្រះទាំង4អង្គបានប្រើប្រាស់អំណាចទាំងអស់របស់ពួកវាដើម្បីបង្កើតភ្នែករបស់សត្វតិរិឆានអំណាចនៃភ្នែករបស់សត្វតិរិឆានបំផ្លាញពួកអរិយព្រះទាំង4នឹងមានអាវុធផ្សេងគ្នានឹងមានដាវផ្កាយមួយដំបងមួយនិងអាវុធ2ផ្សេងទៀតខ្ញុំមិនបានប្រាប់អ្នកទេព្រះទាំង4អង្គបានរួមបញ្ចូលគ្នានៅអំណាចរបស់ពួកវាដល់កម្រិតខ្លាំងរាងកាយរបស់ពួកវាត្រូវបានបំផ្លាញពួកវាមានតែអាវុធរបស់ពួកវាប៉ុណ្ណោះទាហានដែលបានប្រយុទ្ធជាមួយព្រះមានការសោកសៅចំពោះអ្វីដែលបានកើតឡើងតើពួកគេបានបន្សល់ទុកអ្វីសម្រាប់ព្រះទាំង4ការបូជារបស់ព្រះទាំង4បានបណ្ដាលឲ្យពួកអរិយរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយកុលសម្ព័ន្ធអរិយរបស់ពួកគេក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរពួកគេមិនអាចងើបឡើងវិញក្នុងរយៈពេល100ឆ្នាំបានទេពួកគេមានគម្រោងសង់សកលសម្ព័ន្ធមនុស្សម្ដងទៀតចូលយើងរងចាំពេលវេលានោះកិត្តិយសនេះក្រុមគ្រួសារខ្ញុំនឹងចងចាំបន្ទាប់ពីសង្គ្រាមកុលសម្ព័ន្ធមនុស្សបានសហការគ្នាដើម្បីជួសជុលជញ្ជាំងនេះមានសារៈសំខាន់ចំពោះសុវត្ថិភាពរបស់កុលសម្ព័ន្ធមនុស្សប្រសិនបើគ្មានជញ្ជាំងទេកុលសម្ព័ន្ធមនុស្សនឹងត្រូវបំផ្លាញដោយកុលសម្ព័ន្ធអរិយមេដឹកនាំក្រុមនេះបានប្រាប់ទាហានថាមេដឹកនាំថ្មីទាំង4នាក់ត្រូវធ្វើវាឲ្យបានលឿនគាត់បានប្រាប់ទាហានឲ្យត្រួតពិនិត្យមនុស្សគ្រប់គ្នានៅលើភ្នំនេះចូលធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីស្វែងរកអ្នកដែលត្រូវបានជ្រើសរើសប្រសិនបើអ្នកមិនប្រញាប់ទេភ្នំនេះអាចនឹងត្រូវបានដុតបំផ្លាញដោយកុលសម្ព័ន្ធអរិយម្ដងទៀតមេដឹកនាំទី4ដែលបានបាត់បង់ជីវិតគឺជាអ្នកដែលត្រូវបានជ្រើសរើសពីស្ថានសួគ៌គាត់មានអំណាចនិងសមត្ថភាពច្រើនមានមនុស្សល្អជាច្រើននៅក្នុងលោកវាពិបាកណាស់ក្នុងការស្វែងរកអ្នកដែលត្រូវបានជ្រើសរើសពួកទាហានគិតថាវាពិបាករកពួកគេប៉ុន្តែពួកគេនៅតែជឿដរាបណាយើងព្យាយាមរកពួកគេយើងប្រកាសជានឹងរកឃើញមនុស្សម្នាក់ដែលមានអំណាចនៃស្ថានសួគ៌ជាចុងក្រោយពួកគេបានបែកគ្នាដើម្បីស្វែងរកមេដឹកនាំថ្មីទាំង4ក្រុមទី1គឺជាក្មេងប្រុសម្នាក់គាត់កើតមកមាននាគប្រហែលជាក្មេងប្រុសនេះជាអ្នកដែលត្រូវបានជ្រើសរើសគាត់មានអំណាចនិងសមត្ថភាពច្រើនពួកគេបានដាក់ឈ្មោះគាត់ថាលូធានឪពុកគិតថាប្រសិនបើក្មេងប្រុសនេះធំឡើងជាមនុស្សពេញវ័យគេនឹងត្រូវបញ្ជូនទៅភ្នំមេដឹកនាំនៃភ្នំដ៏ពិសិដ្ឋគឺជាអ្នកដែលមើលនិងហ្វឹកហាត់មានសុភាសិតមួយនិយាយថាលូធានគឺជាមេដឹកនាំដំបូងគេរបស់ពិភពលោកមេដឹកនាំនេះគឺជាប្រភពនៃសិល្បៈនៃការតស៊ូរបស់មនុស្សគាត់គឺជាអ្នកដែលអាចឆ្លងកាត់ភ្លៀងពីលូធានគាត់គឺជាមនុស្សល្បីល្បាញម្នាក់គាត់បានធ្វើដំណើរអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែគាត់មិនទាន់បានរកឃើញអ្នកដែលត្រូវបានជ្រើសរើសនៅឡើយទេពេលគាត់រកឃើញអ្នកដែលត្រូវបានជ្រើសរើសគាត់ក៏បាត់ខ្លួនភ្លាមបន្ទាប់គឺក្មេងប្រុសម្នាក់នេះកំពុងប្រយុទ្ធជាមួយខ្លាសត្រូវក្មេងប្រុសម្នាក់នេះកំចាត់បានយ៉ាងងាយគាត់បានមករកក្មេងប្រុសនេះគាត់បានក្លាយជាមនុស្សពិតគាត់មានពុកមាត់វែងខ្លះបានឃើញសមត្ថភាពរបស់ក្មេងប្រុសនេះគាត់ក៏កោតសរសើរគាត់ក្មេងប្រុសនេះមានសមត្ថភាពច្រើនគាត់មិនអាក្រក់ទេប៉ុន្តែគាត់មើលទៅល្ងងបន្តិចខ្លះបានសួរក្មេងប្រុសម្នាក់នេះតើអ្នកចង់ឲ្យខ្ញុំធ្វើជាគ្រូបង្រៀនទេជាការពិតណាស់ក្មេងប្រុសនេះមិនចង់ទេខ្លះខឹងខ្លះបានចាប់ក្មេងប្រុសនេះខ្លះបានកោតសរសើរក្មេងប្រុសម្នាក់នេះអ្នកគឺជាមនុស្សដ៏រឹងមាំម្នាក់នេះគឺជាឋានសួគ៌ដោយធម្មជាតិគួរឲ្យអាណិតណាស់ដែលអ្នកមិនមានអំណាចដូចអ្នកមិនសូវឆ្លាតទេប៉ុន្តែអ្នកមានអំណាចដូចឋានសួគ៌ខ្លះបាននាំក្មេងប្រុសនេះត្រឡប់ទៅឋានសួគ៌វិញខ្លះនឹងបង្រៀនគាត់នៅមេរៀនមួយដូច្នេះគាត់នឹងក្លាយជាមនុស្សឆ្លាតនិងរឹងមាំនាពេលអនាគតអ្នកនឹងអាចកម្ចាត់អរិយបានហើយអ្នកនៅតែអាចជួយសង្គ្រោះមនុស្សបានបន្ទាប់មកគឺក្មេងស្រីម្នាក់ក្មេងស្រីនេះគឺជាមហាក្សត្រីនៃភូមិនាងបានជួបក្មេងស្រីម្នាក់ក្មេងស្រីនេះស្អាតណាស់នាងស្អាតតាំងពីនាងនៅក្មេងប្រុសនេះគឺជាតួឯកនៃរឿងហេតុអ្វីបានជាវាស្ងាត់ម្ល៉េះឈុតនេះប្រាប់យើងថានេះជាបច្ចេកទេសមូលដ្ឋានមួយដើម្បីបង្កើតវដ្តជីវិតថ្មីមួយវដ្តនៃជីវិតនឹងបង្ហាញពីសិល្បៈនៃការតស៊ូរបស់មនុស្សបន្ទាប់ពីវដ្តទី1វដ្តនៃកង់នឹងចាប់ផ្ដើមដំណើរការវដ្តទី2គឺជាការវិនិច្ឆ័យវាត្រូវបានគេហៅថាវដ្តព្រលឹងវដ្តទី3គឺជាចរន្តឈាមវាត្រូវបានគេហៅថាវដ្តសរសៃឈាមវដ្តទី4គឺជាកម្លាំងនៃឆ្អឹងវាត្រូវបានគេហៅថាវដ្តឆ្អឹងវដ្តចុងក្រោយគឺជាវដ្តទី5វាត្រូវបានគេហៅថាវដ្តនៃការបញ្ចេញវាគឺជាដំណើរការនៃការគ្រប់គ្រងរាងកាយដើម្បីធ្វើឲ្យរាងកាយកាន់តែរឹងមាំនៅពេលដែលតួឯកមានអាយុ8ឆ្នាំគាត់អាចចាប់ផ្ដើមវដ្តនៃជីវិតនៅពេលដែលគាត់មានអាយុ10ឆ្នាំគាត់ឈានដល់វដ្តព្រលឹងវដ្តបន្ទាប់គឺចរន្តឈាមនេះជាការចាប់ផ្ដើមនៃរឿងដោយសារតែការវឹកហាត់ខ្លាំងពេករបស់តួឯករាងកាយរបស់គាត់មិនអាចទ្រាំទ្របានទៀតទេហើយសិស្សមុខខ្មៅរូបនេះបានស្ដីបន្ទោសតួឯកគាត់មិនមែនជាតួឯកដំបូងនៃភូមិទេគាត់ចង់ក្លាយជាអ្នកដឹកនាំភូមិសិស្សមុខខ្មៅម្នាក់នេះមានឈ្មោះថាតាមីងអ្នកក្រៅបង្គាប់របស់គាត់និយាយថាតាមីងស័ក្តិសមធ្វើជាមេដឹកនាំភូមិតាមីងនឹងបង្រៀនតួឯកឲ្យយកអ្វីដែលតួឯកបានបង្រៀនគាត់តួឯកមិនបានបង្រៀនគាត់ឲ្យធ្វើបាបរាងកាយរបស់គាត់ទេគាត់គ្រាន់តែចង់ឲ្យគាត់វឹកហាត់ប៉ុណ្ណោះតាមីងនឹងធ្វើបាបតួឯកប៉ុន្តែតួឯកមិនអនុញ្ញាតទេបើអ្នកចង់ធ្វើអ្វីមួយដាក់គាត់អ្នកត្រូវតែសម្លាប់គាត់ជាមុនសិនតួឯកមិនអនុញ្ញាតឲ្យតាមីងធ្វើវាទេប៉ុន្តែតួឯកមិនអាចធ្វើវាបានទេតួឯកប្រាប់តួឯកឲ្យរត់គេចតាមីងនឹងឆ្លៀតឱកាសនេះដើម្បីធ្វើបាបតួឯកប៉ុន្តែប្រសិនបើគាត់ចាញ់គាត់មិនអាចវាយប្រហារតួឯកបានទេតាមីងមិនដឹងថាអំណាចរបស់តួឯកកំពុងកើនឡើងទេទន្ទឹមនឹងនេះមានសត្វចម្លែកនៅក្នុងភូមិអ្នកភូមិដែលមានជំនាញបានទៅប្រយុទ្ធជាមួយពួកគេនេះជាការប្រយុទ្ធរវាងសត្វចម្លែកនិងមនុស្សមេភូមិគឺជាឪពុករបស់តួឯក
ឪពុករបស់តួឯកមិនបានរងចាំយូរទេហើយបានបញ្ជាឲ្យមនុស្សគ្រប់គ្នាវេប្រហារឪពុករបស់សត្វចម្លែកបានបញ្ជាឲ្យមនុស្សរបស់គាត់វេប្រហារមនុស្សភាគីទាំងពីរបានប្រយុទ្ធគ្នាឪពុករបស់សត្វចម្លែកត្រូវបានសម្លាប់មុនវាហាក់ដូចជាឪពុករបស់តួឯកនឹងដោះស្រាយជាមួយសត្វចម្លែកតែម្នាក់ឯងអ្នកផ្សេងទៀតកំពុងគាំទ្រនៅពីក្រោយជំនាញរបស់ឪពុកតួឯកពិតជាមិនធម្មតាមែនគាត់អាចដោះស្រាយជាមួយសត្វចម្លែកទាំងនេះបានយ៉ាងងាយស្រួលគាត់រួមបញ្ចូលគ្នានៅអំណាចនៃភូមិជាមួយនឹងអំណាចនៃអាវុធអំណាចបំផ្លិចបំផ្លាញនៃអាវុធធ្វើឲ្យសត្វចម្លែកងាប់យ៉ាងរលូនជាចុងក្រោយមេភូមិអាចកម្ចាត់សត្វចម្លែកបានយ៉ាងងាយស្រួលបើគ្មានឪពុករបស់តួឯកទេគាត់មិនអាចប្រយុទ្ធបានទេឪពុករបស់តួឯកក៏បានអូសសត្វចម្លែកទាំងនោះត្រឡប់មកវិញដែរបន្ទាប់មកគឺជាក្រុមទាហានទាំងនេះកំពុងស្វែងរកវីរបុរសទាំង4ពួកគេបានធ្វើដំណើរឆ្ងាយនិងធ្វើដំណើរអស់រយៈពេលជាច្រើនឆ្នាំពិភពលោកនេះមានផ្ទៃដីធំទូលាយណាស់ទាហានទាំងនេះបានជ្រើសរើសស្វែងរកវីរបុរសទាំង4នៅក្នុងភូមិដើមកំណើតនៃពូជមនុស្សគឺពិបាកណាស់បន្ទាប់ពីនោះការអភិវឌ្ឍនៃពូជមនុស្សបានធ្លាក់ចុះពូជមនុស្សបានក្លាយជាព្រះវាជាការអាណិតណាស់ដែលឈាមរបស់នាគពីទឹកដីនៃពូជមនុស្សស្ងួតពេកខ្ញុំបានឮថាកូនចៅមួយចំនួននៃពូជមនុស្សនៅរស់រានមានជីវិតប៉ុន្តែនៅសល់តិចតួចណាស់ទាហានទាំងនេះមានទំនុកចិត្តយ៉ាងខ្លាំងថាភូមិដែលពួកគេនឹងទៅត្រូវតែមានភូមិមួយដែលត្រូវបានជ្រើសរើសភូមិដែលពួកគេនឹងទៅគឺជាភូមិដែលតួឯករស់នៅភូមិនេះមានឈ្មោះថាលងថោតើភូមិនេះមានឈ្មោះអ្វីឪពុករបស់តួឯកបានយកជ្រូកមួយក្បាលមកឲ្យតួឯកគាត់បានបញ្ជាឲ្យតួឯកកប់អស់ស្បែកជ្រូកនោះហើយទុកសាច់នោះសម្រាប់បរិភោគពេលតួឯកឃើញសត្វនេះគាត់ក៏គិតចង់ត្រឡប់ទៅនៅពេលនោះឪពុករបស់តួឯកនិងតួឯកកំពុងប្រយុទ្ធជាមួយសត្វចម្លែកនៅក្នុងព្រៃជ្រៅតួឯកមានការភ័យខ្លាចដូច្នេះគាត់ក៏រត់គេចខ្លួនតួឯកក៏ហ៊ាននឹងត្រូវសត្វចម្លែកស៊ីប៉ុន្តែឪពុករបស់គាត់អាចបញ្ឈប់គាត់បានគាត់ត្រូវបានគេវាយរហូតដល់បែកក្បាលបន្ទាប់ពីតួឯកបានឃើញឪពុករបស់គាត់បែបនេះការភ័យខ្លាចរបស់គាត់ក៏បាត់ទៅវិញប្រសិនបើខ្ញុំជាឪពុករបស់គាត់ខ្ញុំនឹងមិនធ្វើបែបនេះម្ដងទៀតទេខ្ញុំនឹងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីការពារឪពុកនិងភូមិរបស់ខ្ញុំត្រឡប់ទៅបច្ចុប្បន្នវិញតួឯកបានព្យាយាមបកស្បែកជ្រូកប៉ុន្តែធ្មេញរបស់វាមិនចូលទេតួឯកគិតថាទោះបីជាជ្រូកងាប់ក៏ដោយក៏វាមិនអាចធ្វើអ្វីបានដែរតួឯកនៅតែគិតរកវិធីបង្កើតវដ្តជីវិតថ្មីមួយក្នុងពេលជាមួយគ្នានោះខ្លាបានមករកតួឯកខ្ញុំចង់ជួយអ្នកបើអ្នកលាបស្បែកសត្វចម្លែកនេះអ្នកមិនអាចធ្វើវាបានទេសូម្បីតែអ្នកក៏មិនអាចធ្វើវាបានដែរខ្ញុំមិនគិតបែបនោះទេខ្ញុំតែងតែមើលឃើញអ្នកជាមនុស្សក្លាហានម្នាក់ប្រសិនបើខ្ញុំមិនមានអ្នកនៅថ្ងៃនោះទេខ្ញុំនឹងត្រូវឆ្កែព្រៃស៊ីហើយថ្ងៃនេះខ្ញុំនឹងធ្វើម្ហូបអាំងឲ្យអ្នកញ៉ាំពីរអ្នកទៀតនឹងមកជួយតួឯកបានប្រាប់អ្នករាល់គ្នាឲ្យចែករំលែកសាច់មួយដុំហើយចែកវាទៅឲ្យអ្នកភូមិមនុស្សគ្រប់គ្នានឹងសប្បាយចិត្តនៅពេលដែលយើងញ៉ាំជាមួយគ្នាឪពុករបស់តួឯកក៏កំពុងសម្លឹងមើលតួឯកដែរកូនប្រុសអើយកូនជាមនុស្សចិត្តល្អណាស់ចូលយើងនិយាយអំពីតាមីងឥឡូវនេះគាត់អាចមានអារម្មណ៍ថាអំណាចនៃព្រៃឈើហូរចូលក្នុងខ្លួនរបស់គាត់វាងាយស្រួលនិយាយថារង្វង់នៃជីវិតរបស់គាត់បានភ្ញាក់ឡើងឪពុករបស់គាត់មានសេចក្តីសោមនស្សរីករាយដែលគាត់អាចបើកព្រៃនៅអាយុ14ឆ្នាំនៅពេលអនាគតអ្នកនឹងជួបបញ្ហាឥឡូវនេះ G-Silva បានបាត់បង់ក្បាច់គុណទាំងអស់របស់គាត់ដូច្នេះអ្នកគឺជាមនុស្សលេចធ្លោជាងគេនៅក្នុងភូមិគ្មានអ្នកណាអាចប្រៀបធៀបបានទេឪពុករបស់គាត់មានមោទនភាពចំពោះតាមីងខ្លាំងណាស់តាមីងគិតថាគាត់នឹងទៅផ្ទះតួឯកវាដូចជាគាត់នឹងប្រាប់តួឯកថាគាត់មានអំណាចច្រើនជាងក្នុងពេលជាមួយគ្នានោះមានបុរសចំណាស់ម្នាក់បានមកដល់ភូមិគាត់បានកត់សម្គាល់ឃើញថាក្មេងៗនៅក្នុងភូមិអាចមានអារម្មណ៍ថាតាមីងមានរស្មីខ្លាំងគាត់គិតថាប្រសិនបើតាមីងធំឡើងគាត់នឹងមានរស្មីល្អគាត់ជាមនុស្សដែលមានរស្មីសួរក្រៅពីតួឯករបស់យើងតួឯកកំពុងបង្រៀនពីរបៀបប្រយុទ្ធដល់ G-Silva ក្នុងពេលនោះមានគ្រោះថ្នាក់មួយ G-Silva បានបាត់បង់ក្បាច់គុណទាំងអស់តួឯកត្រូវបានចាក់ G-Silva និងតួឯកក៏បានដួល G-Silva បាននៅលើភ្លៅរបស់តួឯកត្រូវបានចាក់ G-Silva កំពុងហូរឈាម G-Silva បានព្យាយាមជួយតួឯក G-Silva មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីតួឯក G-Silva បាននិយាយថាឯងគួរតែចេញពីខ្លួនខ្ញុំជាមុនសិនខ្ញុំទ្រាំលែងបានទៀតហើយក្រុមអ្នកក្បាច់គុណមួយក្រុមបានមកដល់ផ្ទះរបស់តួឯកមានអារម្មណ៍រីករាយយ៉ាងខ្លាំងគាត់មិនដឹងថាពួកគេមកពីណាទេគាត់មិនដឹងថាតើមានអ្វីកើតឡើងនៅទីនេះឬអត់ទេតួឯកបានប្រាប់ G-Silva ឲ្យយកកៅអីមកគាត់បានសុំឲ្យអ្នកហាត់ក្បាច់គុណរងចាំតួឯកពូកែខាងក្បាច់គុណណាស់ដូច្នេះពួកគេបានកោតសរសើរតួឯក G-Silva បានចាប់ដៃ G-Silva បានហៅតួឯកឲ្យជួយG-Silva បាននិយាយថាហេតុអ្វីបានជាអ្នកយកក្មេងល្ងងម្នាក់នេះ G-Silva បាននិយាយថាប្រសិនបើអ្នកចង់យកគាត់ជាសិស្ស G-Silva បានយកកៅអីមួយតួឯកប្រុសបានប្រាប់ G-Silva ឲ្យយកកៅអីមួយឲ្យគាត់ G-Silva បាននិយាយថាកៅអីនេះតូចណាស់មានតែមនុស្ស4ឬ5នាក់ប៉ុណ្ណោះដែលអាចអង្គុយលើវាបាន G-Silva បាននិយាយថាទាហានម្នាក់នេះបានកោតសរសើរតួឯកម្ដងទៀតអ្នកជាក្មេងប្រុសឆ្លាតនិងល្អអ្នកណាបង្រៀនអ្នកឪពុកខ្ញុំបានបង្រៀនខ្ញុំតួឯកប្រុសបាននិយាយថាហេតុអ្វីបានជាអ្នកមិនយកខ្ញុំជាសិស្សតើក្មេងល្ងងដូចគាត់មានអ្វីល្អខ្ញុំក៏មានរាងកាយរឹងមាំនិងឆ្អឹងរឹងមាំដែរមនុស្សគ្រប់គ្នានៅទីនេះយល់ស្របជាមួយខ្ញុំអ្នកភូមិដែលទៅជួយត្រូវបានរៀបចំដោយទាហានម្នាក់នេះទន្ទឹមនឹងនេះបុរសចំណាស់ម្នាក់បានដើរចូលមកជាមួយអាវុធដៃវែងរបស់គាត់កាន់ដាវមួយហើយចូលមកដោយមានទំនុកចិត្តការវាយប្រហាររបស់បុរសចំណាស់បានធ្វើឲ្យទាហានរូបនេះសន្លប់ទន្ទឹមនឹងនេះមេភូមិបានដើរចេញពីទ្វារ